តម្លៃជាង$30,000 រ៉េង600គីឡូម៉ែត្រ option ញាក់សាច់ យ៉ានកង់21អ៊ីង អេក្រង់26អ៊ីងកម្រិត 5K កុងទ័របាញ់លើកញ្ចក់100អ៊ីង កៅអី Zero Gravity Seat មានមុខងារក្តៅត្រជាក់ និង Massage Speaker 23គ្រាប់ និយាយរួមទៅ Mazda EC60 មកលើកនេះដឹងតែផ្ទុះខ្លាំងហើយអញ្ចឹងប្រហែលថ្ងៃនេះយើងឃើញថាឡាន Mazda EC60 កំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងមែនទែនសម្រាប់ទីផ្សារប្រទេសកម្ពុជាយើងស្របពេលដែលវត្តមានរបស់ឡានមួយនេះគឺនឹងមកដល់ឆាប់ៗខាងមុខនេះតែម្ដងចំពោះ EC60 មានពីរប្រភេទគឺប្រភេទអគ្គិសនីសុទ្ធ EV និង EO EV ប្រើម៉ាស៊ីនលាយអគ្គិសនីប៉ុន្តែខ្ញុំជឿជាក់ថាប្រភេទអគ្គិសនីសុទ្ធនឹងមានគេជិះច្រើនជាងព្រោះវាមានតម្លៃធូរជាងខ្ទង់ប្រហែលជា$10,000ដែរសម្រាប់ EC60 EV មានពីរ option គឺ option Pro និង option Max ប៉ុន្តែមានចម្ងាយបើកបរ600គីឡូម៉ែត្រដូចគ្នាហើយតម្លៃវិញគឺខុសគ្នាតិចតួចដែរទេគ្រាន់តែថាប្រភេទ Max មាន option លើសជាងដូចជាបូមអាចសេរីទន់រឹងបានកៅអី Zero Gravity Seat មានមុខងារក្តៅត្រជាក់និង Massage កុងទ័របាញ់លើកញ្ចក់ speaker 23គ្រាប់ហើយនៅលើកៅអីក៏មាន speaker ដែរខាងក្នុងវាពណ៌ស្វាយលាយជាមួយនឹងពណ៌សយ៉ានកង់21អ៊ីងហើយកញ្ចក់ចំហៀងគឺគេប្រើកាមេរ៉ាយ៉ាងណាក៏ដោយសម្រាប់ option បងប្អូនដឹងថាឡានដែលទិញពីចិនមកគឺនៅពេលកំងគឺអាចបន្ថែម option បានខាងក្រៅបន្ថែមទៀតចឹងណាអញ្ចឹងអត់ចាំបាច់បារម្ភទេចាំបាន option អីគឺអាចបន្ថែមទៀតបានក្រៅពីនឹងដែរវាមានអេក្រង់ touch screen ទំហំ26អ៊ីងកម្រិត 5K ប្រភេទ ultra wide screen ដែលវាដើរតួជាកុងទ័រ digital ផងដើរតួជាអេក្រង់កំសាន្តផងនិងអេក្រង់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ផងអញ្ចឹងសម្រាប់ EC60 ប្រភេទអគ្គិសនីសុទ្ធគឺវាប្រើ motor អគ្គិសនីមួយនិងពងមួយមានកម្លាំង254សេសហើយវាប្រើកញ្ចក់អង្គុយទំហំ 77.94 គីឡូវ៉ាត់ម៉ោងដែលសាក់ភ្លើងបំពេញគឺបើកបរបានចម្ងាយ600គីឡូម៉ែត្រហ្នឹងឯងអញ្ចឹងដូចបងប្អូនឃើញហើយ Mazda EC60 មានការ design ស្អាតខ្លាំងបងប្អូនហើយឡាន Mazda ភាគច្រើនចេញមកគឺ premium ទោះបីជាតម្លៃវាមិនសូវថ្លៃក៏ដោយ EC60 នេះវាមានប្រវែងទល់ខ្លួន 4.8 ម៉ែត្រហើយទទឹង 1.9 ម៉ែត្រកម្ពស់ 1.6 ម៉ែត្រនិងគម្លាតពីកង់មុខទៅកង់ក្រោយគឺ 2.9 ម៉ែត្រអញ្ចឹងទំហំប៉ុណ្នេះគឺធំទូលាយគួរសមអីសម្រាប់ការប្រើជាលក្ខណៈគ្រួសារសមាជិកត្រឹម5នាក់ចុះក្រោមអីខ្ញុំគិតថាមក comfort ហើយប៉ុណ្ណេះហើយអីដែលខ្ញុំចាប់អារម្មណ៍មួយទៀតនោះគឺស្បែកដែលប្រើនៅក្នុង cabin Mazda EC60 នេះគឺគេដាក់ថា baby friendly ទៀតអញ្ចឹងតោះនេះគឺជាចំណុចដែលល្អបំផុតមួយហើយសម្រាប់អ្នកដែលកំពុងតែមានកូនតូចៗណាអញ្ចឹងបើសួរថាគួរទិញប្រភេទ EV សុទ្ធឬក៏ EO EV បងប្អូនអាចមើលហេតុផលមួយចំនួននេះសិនបានគឺទី1 Mazda EC60 ប្រភេទ EV វាមានតម្លៃធូរជាងខ្ទង់$70,000ដែរពេលមកដល់ខ្មែរទី2តម្លៃធូរជាងប្រកាសជាមានគេជិះច្រើនជាងហើយទីផ្សារក៏មានជាងដែរទី3ដង្ហែទាំគឺតិចជាងទី4នោះគឺកន្លែងសាក់ភ្លើងឥឡូវគឺកាន់តែច្រើនហើយចំពោះប្រភេទឡាន EO EV វិញចំណុចដែលលើសនោះគឺយើងអាចប្រើសាំងក៏បានប្រើអង្គុយក៏បានដែរប៉ុន្តែអាចមានសំឡេងរំខាននៅពេលដែលម៉ាស៊ីនដំណើរការអញ្ចឹងបើសិនជាបងប្អូនចង់កម្មងឡាន Mazda EC60 នេះមិនថាជាប្រភេទ EV សុទ្ធឬក៏ប្រភេទ EO EV គឺអាចទំនាក់ទំនងតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅលើអេក្រង់នេះបាន call ក៏បានឆាតតាម Telegram ក៏បានដែរហើយចំពោះតម្លៃពេលមកដល់ខ្មែរនោះគឺខ្ទង់$30,000ជាងហើយ option គឺអាចបន្ថែមបានតាមចិត្តទៀតចុះចំពោះបងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mazda EC60 មួយនេះជួយ comment នៅខាងក្រោមផងហើយកុំភ្លេចចុច share វីដេអូនេះផងអរគុណ